ទេសចរមកកំសាន្តនៅខេត្តព្រះសីហនុក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល3ថ្ងៃមានចំនួន 32176 នាក់កើនឡើង 3.08%រយៈពេល3ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអំបុកសំពះព្រះខែចាប់ពីថ្ងៃទី4ដល់ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025មានស្ថានភាពភ្ញៀវទេសចរមកកំសាន្តនៅខេត្តព្រះសីហនុមានទេសចរសរុបចំនួន 32176 នាក់កើនឡើង 3.08%នេះបើតាមការឲ្យដឹងពីលោកតាំងសុចិត្តគ្រឹស្ណាប្រធានមន្ត្រីទេសចរខេត្តព្រះសីហនុក្នុងនោះភ្ញៀវជាតិ 312,478 នាក់កើនឡើង 2.99%ភ្ញៀវបរទេស 8,598 នាក់កើនឡើង 6.27%ជាមួយគ្នានោះភ្ញៀវទៅកំសាន្តតាមបណ្ដាឆ្នេរនិងរមណីយដ្ឋាននានាសរុប 315,997 នាក់កើនឡើង 3.10%ក្នុងនោះភ្ញៀវជាតិ 309,938 នាក់កើនឡើង 3.06%ភ្ញៀវបរទេស 1,997 នាក់កើនឡើង 5.13%ក្នុងនោះមានភ្ញៀវចូលតាមប្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុចំនួន14ជើងស្មើនឹងភ្ញៀវសរុប 1,308 នាក់កើនឡើង 76.99%ភ្ញៀវជាតិ12នាក់កើនឡើង 33.33% និងភ្ញៀវអន្តរជាតិមាន 1,296 នាក់កើនឡើង 77.53%ដោយឡែកភ្ញៀវទេសចរទៅកំសាន្តតាមបណ្ដាកោះនានាសរុប 3,771 នាក់ថយចុះ 11.29% ក្នុងនោះភ្ញៀវជាតិ 503 នាក់ថយចុះ 4.74% និងភ្ញៀវបរទេស 380 នាក់ថយចុះ 22.16%។